ដោយសារតែបតិរិគុណដើម្បីស្ថាបនាបាទគឺគាត់ឲ្យយើងកែសម្រួលវិញអញ្ចឹងគាត់យកទៅប្រើទៅគាត់ថាវាវែងពេកទុនបាទឥឡូវយើងកាត់ខ្លីហើយរស័រក៏លេងដាក់ដូចមុនដែរនេះសមុនខ្ញុំដាក់បែបនេះគឺវាមានអារម្មណ៍ថាវាវែងទៅដៃទៅម្រាមដៃតែបែបនេះរស័រខ្លីបាទខ្លីឆ្ងាយខ្លីជាងមុន6ហ៊ុនអីហ៎អញ្ចឹងក៏ស្រាលជាងមុនដែរហើយអានេះក៏ខ្ញុំជ្រៀកឲ្យតូចដែរនេះអានេះអញ្ចឹងអរគុណមែនតើសម្រាប់បតិរិគុណដើម្បីស្ថាបនាបាទទោះបីជារបស់នឹងវាតម្លៃតិចទៀតមកក៏ដោយបាទតម្លៃទាបក៏ដោយក៏ខ្ញុំតែងតែកែសម្រួលជូនភ្ញៀវដែរបាទមិនថាបានធំឲ្យបានតូចទេដូចជាឲ្យតែភ្ញៀវគាត់ថាមកយើងវិភាគមកថាត្រូវអូខេគាត់គឺត្រូវយើងយកប្រើជាស្ដែងទៅវាមានចំណុចខ្វះខាតចឹងមែនក៏យើងក៏សម្រួលតាមអតិថិជនអញ្ចឹងវាមានអីធំទេបាទគឺសំខាន់លើអតិថិជនគាត់ប្រើប្រាស់ជាក់ស្ដែងទេព្រោះខ្ញុំយកទៅប្រើក៏មិនបានគ្រប់ជ្រុងជ្រោយដែរអញ្ចឹងបាទខ្ញុំយកទៅប្រើទៅយើងថតជូនភ្ញៀវទៅក៏មិនបានជាក់ស្ដែងដូចយើងប្រើរងថ្ងៃបាទជាប្រចាំទៅយើងវាមានអារម្មណ៍ថាមួយស្នឹកខ្លីជាងបាទហើយវាខ្ញុំប្រើផ្លែតវាអត់សូវជាដឹងថាចុកដៃឬក៏រយដៃអីទេបាទតែបើភ្ញៀវគាត់ប្រើរងថ្ងៃមួយថ្ងៃតល្ងាចអញ្ចឹងទៅគាត់នឹងសគីដៃឬក៏ចុកដៃទៅយើងក៏ដឹងបាទហើយដូចខ្ញុំជាក់ជូនអញ្ចឹងខ្ញុំតែងតែជ្រើសរើសយកដៃទៅសៃមូលវាតុនអត់មែនវាតុនតែជាស្រ័យបាទវារលោងដៃវាអត់សគីបាទហើយមើលទៅរាង slim ទៀតបាទហើយរូបរាងគឺបែបហ្នឹងគឺកែសម្រួលថ្មីជូនគាត់ហើយមានអីធំទេបាទមានតែប៉ុណ្្នឹងមានតែអរគុណបងតែងតែគ្រប់គ្រងហើយតែងតែជួយណែនាំនៅចំណុចខ្វះខាតរបស់ខ្ញុំបាទមិនថាឧបករណ៍បែបហ្នឹងទេបាទឧបករណ៍ធំឧបករណ៍តូចអ្វីដែលខ្ញុំធ្វើទាំងកន្លងមកក៏គឺមានចំហុចខ្វះខាតអាចខមមិនឬក៏ឆាតប្រាប់បានដោយសារតែខ្ញុំមិនអាចធ្វើបានល្អ 100% ឬក៏អត់ខ្ចោះទេពុកម៉ែបងប្អូនបាទខ្ញុំតែងតែទទួលពាក្យរិះគន់ដើម្បីស្ថាបនាបាទតែកុំឲ្យជេរបាទយើងជេរក៏អត់កើតដែរបាទយើងជេរគ្នាយើងវាអត់សមហើយអត់ព្រោះទេបាទខ្ញុំអត់នេះដែរសំខាន់អតិថិជនគាត់រិះគន់ដើម្បីស្ថាបនាគឺលក្ខណៈគាត់ប្រាប់ចំណុចខ្វះខាតរបស់ខ្ញុំគឺខ្ញុំតែងតែកែសម្រួលជូនគាត់តែម្ដងបាទចឹងពុកម៉ែបងប្អូនមានបំណងចង់បានយកទៅបោះដុំឬក៏លក់រាយបាទមួយគ្រាប់ក៏ខ្ញុំផ្ញើពីរគ្រាប់ក៏ខ្ញុំផ្ញើបាទប៉ុន្តែអានេះខ្ញុំឈប់ផ្ញើទៅហើយខ្ញុំកែគុណអានេះវិញទៅវាស្រាលជាងបាទហើយប្រើស្រួលជាងហើយវាលឿនជាងដោយសារវាតូចនេះវាអត់កាត់ប៉ះគ្រាប់ទេតែនេះគេថាកាត់ទៅវាប៉ះគ្រាប់ដូចអញ្ចឹងណាចឹងមកខ្ញុំកាត់ធម្មតាវាហើញទៅវាចោលសាច់ទៅយើងកាត់ទៅវាអត់ដល់កលាក់វាទេបាទអានេះវាអត់ចោលសាច់ទេដោយសារវាយ៉ាងតូចអញ្ចឹងគាត់និយាយមកគឺត្រូវដែរខ្ញុំយកទៅប្រើជាក់ស្ដែងទៅវាមានប៉ះមួយគ្រាប់ពីរគ្រាប់ដែរអញ្ចឹងទៅអាណាសាច់ធំទៅគឺវាអញ្ចឹងខ្ញុំក៏សម្រួលជូនគាត់តែម្ដងបាទហើយក៏អរគុណច្រើនបាទអរគុណច្រើនម្ដងទៀត2ទៅ3ដងហើយសម្រាប់បងដែលគាត់តែងតែបញ្ជាក់ប្រាប់យើងថាមានបញ្ហាហ្នឹងគឺអរគុណច្រើន